នៅក្នុងវីដេអូនេះបងប្អូននឹងដឹងអំពីសាច់រឿងចំនួន2សាច់រឿងតាក់ទងជាមួយនឹងវិស័យកីឡាប្រដាល់គុណខ្មែរសាច់រឿងទី1គឺពាក់ព័ន្ធជាមួយនឹងកីឡាករព្រំសំណាងហើយសាច់រឿងទី2គឺពាក់ព័ន្ធជាមួយនឹងកីឡាករដាវលីឌុចបាទដូច្នេះដើម្បីកុំឲ្យខាតពេលយូរតោះយើងទៅតាមដានស្ដាប់ទាំងអស់គ្នាហើយបងប្អូនប្រសិនបើមានជាការពេញចិត្តកុំភ្លេចចុចពាក្យជាវឬក៏ពាក្យ Subscribe ម្នាក់មួយផងដើម្បីទទួលបាននូវព័ត៌មានថ្មីៗជាបន្តទៀតពាក់ព័ន្ធជាមួយនឹងវិស័យកីឡាប្រដាល់គុណខ្មែរយើងចូលសាច់រឿងទី1សិនគឺពាក់ព័ន្ធជាមួយនឹងកីឡាករព្រំសំណាងបាទវ៉ាវបងប្អូនហើយបាទកំពុងតែរង្គោះរង្គើមែនតើបាទបន្ទាប់ពីឃើញកីឡាករព្រំសំណាងធ្វើការ live វីដេអូនិយាយអំពីបាទការលែងនៅក្លឹបរបស់បាទអាយដាមហេសខនបាទគឺថាបងប្អូនខ្លះថាអញ្ចេះបងប្អូនខ្លះថាអញ្ចោះឥឡូវនេះបងប្រុសព្រំសំណាងគាត់បានចេញមុខបកស្រាយហើយបាទគាត់ថាមូលហេតុដែលគាត់ចេញពីក្លឹបបាទរបស់អាយដាមហេសខនបាទគឺដោយសារតែគាត់បើកក្លឹបថ្មីបងប្អូនបាទដោយសារតែគាត់មានវ័យចាស់ហើយមែនតែនទៅគាត់ថាមេរបស់គាត់អាដាមហេសខនក៏អនុញ្ញាតឲ្យគាត់ធ្វើការបើកក្លឹបថ្មីដើម្បីបណ្ដុះបណ្ដាលសិស្សក៏ដូចជាបាទមានឱកាសវឹកហាត់ខ្លួនឯងផងឡើងវាយយូរម្ដងផងបាទអញ្ចឹងនេះជាមូលហេតុច្បាស់លាស់ដែលកីឡាករព្រំសំណាងចេញមុខបកស្រាយខ្លួនឯងតែម្ដងបាទមិនចាំបាច់អ្នកសារព័ត៌មានកីឡាយើងយកមកនិយាយចេះយកមកនិយាយចោះទេបាទគឺកីឡាករព្រំសំណាងគាត់បកស្រាយខ្លួនឯងតែម្ដង live បញ្ជាក់ច្បាស់តែម្ដងបងប្អូនបាទអញ្ចឹងយើងក៏មានមតិលសង្ស័យថាគាត់ចេះគាត់ចោះបាទគឺវ័យរបស់គាត់គឺអាចថាវ័យគ្រូហើយមកដល់ពេលនេះបាទកីឡាករព្រំសំណាងបើទោះបីជាគាត់មិនទាន់ធ្លាក់ទម្រង់គួរឲ្យកត់សម្គាល់បែបណាក្តីប៉ុន្តែគាត់មិនមែនស្ទាល់ធ្លាក់វាយលែងកើតបានគាត់ចេញពីគុណខ្មែរណាបងប្អូនបាទគាត់នៅវាយមួយហើយគាត់ចេញបង្កើតក្លឹបបណ្ដាលដើម្បីបណ្ដុះបណ្ដាលកីឡាករបាទហើយគាត់ក៏ប្រកាសជ្រើសរើសសិស្សដែរបងប្អូនអ្នកដែលចង់ហាត់បដាល់ហើយទៅហាត់ជាមួយនឹងលោកគ្រូព្រំសំណាងអាចតាក់ទងមួយគាត់បានបាទគាត់តម្លាក់លេខតម្លាក់ទីតាំងតម្លាក់នេះឲ្យហើយបងប្អូនបាទគាត់អាចថាគម្រោងរបស់គាត់មានហើយតែសូម្បីតែឈ្មោះក្លឹបបដាល់គាត់ក៏គាត់មិនទាន់លក្ខណៈថាដាក់ដែរហើយគាត់កំពុងតែស្នើមហាជនអ្នកគ្រប់គ្រងថាតើគួរដាក់ឈ្មោះមិនអញ្ចឹងណាបងប្អូនបាទអញ្ចឹងបងប្អូនដែលមានឈ្មោះបដាលដែលគួរជាទីពេញចិត្តរបស់ខ្លួនបាទអាចខមមិនប្រាប់កីឡាករព្រំសំណាងផងដើម្បីឲ្យគាត់អាចជាជំរើសក្នុងការជ្រើសរើសឈ្មោះណាមួយដែលគាត់ពេញចិត្តណាបាទអញ្ចឹងបងប្អូនអាចខមមិនម្នាក់មួយបាទហើយអញ្ចឹងឥឡូវបញ្ចប់សាច់រឿងទី1យើងចូលសាច់រឿងទី2គឺពាក់ព័ន្ធជាមួយនឹងកីឡាករដាវលីឌុចបាទដាវលីឌុចគឺជាកីឡាករសញ្ជាតិកាណាដាតែបច្ចុប្បន្នគាត់មានសញ្ជាតិមីយ៉ាន់ម៉ាដែរបាទហើយកំពុងតែរស់នៅទឹកដីកម្ពុជាហើយក៏កំពុងតែបើកក្លឹបនៅកោះរ៉ុងបងប្អូនបាទដែលក្លឹបប្រដាល់បាទមានទាំង MMA មានទាំងគុណខ្មែរបាទចឹងមានទាំង kickboxing បាទនិយាយទៅមិនតែម្ដងបាទសម្រាប់ការបើកក្លឹបដ៏ធំមួយនេះបាទគឺអស្ចារ្យមែនទែនសម្រាប់កីឡាករដាវលីឌុចបាទដាវលីឌុចធ្លាប់មានប្រវត្តិប្រកួតជាមួយនឹងកីឡាករគុណខ្មែរយើងដែរគឺកីឡាករព្រំសំណាងកាលនោះគឺយើងអាចនិយាយបានថាចាញ់ប្រៀបគេហើយបាទដោយសារតែយើងបែកបាទសម្រាប់កីឡាករព្រំសំណាងគាត់បែកមែនតើបងប្អូនហើយបាទគាត់បែកធំណាស់បាទអញ្ចឹងការប្រកួតនោះមែនតើទៅព្រំសំណាងក៏គាត់អត់ចង់ប្រកួតដែរតែដោយសារតែគាត់គេថាយកយល់ទៅលើកម្មវិធីគេដែលខំរៀបចំព្រឹត្តិការណ៍ធំមកហើយបើគាត់មិនវាយក៏មិនគេថាពិបាកមើលអញ្ចឹងគាត់ចង់គាត់វាយបងប្អូនបាទគឺលេងកង់បាទដែលគាត់មិនចង់វាយតែម្ដងបាទអញ្ចឹងដាវលីឌុចគាត់បង្កើតក្លឹបថ្មីនៅកោះរ៉ុងនេះចិត្តចប់ហើយបងប្អូនបាទអាចថាចិត្តគេថាកំពុងតែដុតដៃដុតជើងដើម្បីធ្វើការសាងសង់ក្លឹបមួយដ៏ធំនៅឯកោះរ៉ុងបាទហើយដាវលីឌុចនេះគេកើត91បងប្អូនបាទមិនជា
ធំអីទេមកមិនជាចាស់អីណាស់ណាទេសម្រាប់ឲ្យកីឡាករដាវលីដូចបាទហើយសម្រាប់កីឡាករដាវលីដូចបច្ចុប្បន្ននេះគេអត់ទាន់មានសញ្ជាតិខ្មែរទេបងប្អូនបាទគេជាជាតិកាណាដាហើយគេមានសញ្ជាតិមីយ៉ាន់ម៉ាអំឡុងការគេចេញទៅវាយនៅមីយ៉ាន់ម៉ាអំឡុង2016បាទអំឡុង2016គេធ្វើព្យុះធ្វើភ្លៀងបាទហើយគេក៏ធ្លាប់វាយនៅប្រទេសផ្ទះលេខ2ដែរបាទប៉ុន្តែគេអត់មានសញ្ជាតិផ្ទះលេខ2អីទេគេតែមានសញ្ជាតិមីយ៉ាន់ម៉ាបាទដោយសារតែគេផ្សព្វផ្សាយសាយវៀនឡាត់វេបាទមីយ៉ាន់ម៉ានោះឲ្យមានការហៅថាល្បីរន្ទឺណាបាទអញ្ចឹងថាមីយ៉ាន់ម៉ាគេផ្ដល់ឱកាសក៏ដូចជាផ្ដល់កិត្តិយសក៏ដូចជាផ្ដល់សញ្ជាតិឲ្យកីឡាករដាវលីដូចហើយគេដាក់រហស្សនាមថាជាស្ដេចប្រដាល់ Ledway ទៀតបងប្អូនបាទសម្រាប់កីឡាករដាវលីដូចឥឡូវនេះគាត់កំពុងតែស្នាក់នៅនឹងបង្កើតក្លឹបប្រដាល់មួយនៅឯកោះរ៉ុងបាទនៅទឹកដីកម្ពុជាយើងវីដេអូនេះសូមបញ្ចប់តែប៉ុណ្ណេះសូមអរគុណសូមជម្រាបលា